I am a student ខ្ញុំគឺជាសិស្សណាអញ្ចឹង I នេះគេហៅ subject pronoun ដើរតួជាប្រធានរបស់កិរិយាសព្ទ am You are a teacher អ្នកគឺជាគ្រូអញ្ចឹង you គឺជាសព្វនាមប្រធានដើរតួជាប្រធានរបស់កិរិយាសព្ទ are ណាបរោះទី2 I បរោះទី1 you បរោះទី2 Sok is my teacher Sok ជានាមបងប្អូនប៉ុន្តែវាដើរតួជាប្រធាន Sok គឺជាគ្រូរបស់ខ្ញុំ He teaches English គាត់បង្រៀនអង់គ្លេសអញ្ចឹង he នេះជំនួសឲ្យពាក្យ Sok សួរមិនបានយកពាក្យ he ទៅជំនួស Sok ព្រោះយើងដឹងថា Sok បរោះហើយជាមនុស្សប្រុសជានាមហើយមនុស្សប្រុសប្រហែលអ្នកតែម្នាក់ទេអញ្ចឹងបើដឹងថាមនុស្សប្រុសម្នាក់បងប្អូនយកសព្វនាម he នឹងទៅជំនួសបន្តនេះអញ្ចឹងអានោះហើយដែលគេប្រើសព្វនាមដើម្បីទៅជួសឲ្យនាមគឺជួសបែបហ្នឹង My mother is a farmer ម្ដាយរបស់ខ្ញុំគឺជាកសិករនេះម្ដាយរបស់ខ្ញុំអញ្ចឹងម្ដាយគឺជានាមអញ្ចឹងយើងយកសព្វនាមអីទៅជំនួសយើងមើលភេទរបស់គាត់គឺស្រីអញ្ចឹងយើងយកពាក្យ she ហើយម្ដាយតែម្នាក់ទេបងប្អូនតោះនេះអញ្ចឹងយើងប្រើ she works very hard គាត់ប្រឹងធ្វើការណាស់ This is my book នេះគឺជាសៀវភៅរបស់ខ្ញុំបងប្អូនមើលមើលសៀវភៅប៉ុន្មានក្បាលមួយក្បាលអញ្ចឹងយើងយកសព្វនាម it ទៅជំនួសមិនមែនយក he she ទេណាព្រោះយើងដឹងថាអូអានេះវត្ថុជំនួសដោយសព្វនាមប្រធាន it is very good វាល្អណាស់ Sok and Sao are rich they are doctors Sok ហើយនឹង Sao គឺជាអ្នកមានពួកគេគឺជាវេជ្ជបណ្ឌិតឃើញទេអញ្ចឹងមិនបានមិនប្រើ he ឬក៏ she ព្រោះនេះជំនួស2នាក់មនុស្ស2នាក់នេះអញ្ចឹង they នេះជំនួសនាមខាងដើម2នេះគឺ Sok និង Sao អញ្ចឹងចាប់ពី2ឡើងទៅគឺជំនួសដោយ they ហើយបងប្អូនតើនេះអញ្ចឹងកាលណាសំដៅទៅលើបរោះទី3ពាក្យហុវចនៈយើងប្រើ they ដល់យើងនិយាយថាឪពុកម្ដាយរបស់ខ្ញុំគឺជាកសិករអញ្ចឹងពេលដែលយើងប្រើសព្វនាមជំនួសមិនមែនប្រើ he ទេគឺប្រើ they ព្រោះអីឪពុកម្ដាយ2នាក់ណាអញ្ចឹងតើតែបងប្អូនបានរៀនពីនាមមកហើយទើបមកអាចយល់អានឹងបានអញ្ចឹងបានថាវីដេអូខ្ញុំបានបង្រៀនរួចហើយតាក់ទងទៅនឹងនាមអញ្ចឹងបងប្អូនអត់ទាន់មានទេអាចចូលទៅមើលបាននៅក្នុង channel Telegram អូខេនេះគឺយើងចូលដល់សព្វនាមហើយអញ្ចឹងសរុបមកវិញនៅក្នុងវីដេអូនេះខ្ញុំឧទាហរណ៍ឲ្យបងប្អូនយល់ថាសព្វនាមជួសឲ្យនាមហ្នឹងយ៉ាងម៉េចណាហើយរបៀបជួសឲ្យនាមបងប្អូនតែចាំថាមនុស្សម្នាក់គឺជំនួសដោយ he ឬក៏ she ឲ្យតែមនុស្សម្នាក់ហើយបើដឹងថាភេទប្រុសគឺ he បើភេទស្រី she មកបើវត្ថុនោះតែមួយណាជំនួសដោយ it ឬក៏សត្វតែមួយជំនួសដោយ it មនុស្សចាប់ពី2ឡើងទៅមនុស្សវត្ថុសត្វ2ឡើងទៅគឺជំនួសដោយ they ហើយដល់ពេលនិយាយពីខ្លួនឯងបើម្នាក់ឯងអញ្ចឹងអាយហើយបើចាប់ពី2ឡើងទៅគឺប្រើ we ប៉ុណ្ណាហើយបរោះទី2មានអីពិបាកបរោះដែលគេនិយាយទៅកាន់ហ្នឹងខ្ញុំកំពុងតែថតវីដេអូខ្ញុំកំពុងតែនិយាយទៅកាន់បងប្អូនដែលជាបរោះទី2នេះ